ចឹងសួស្ដីគ្នាយើងចឹងនេះគឺយើងនឹងមករៀនជំនាញ tool មួយទៀតដែលស្ថិតនៅក្នុង step recognition ឬក៏ step ដែលយើងប្រមូលព័ត៌មានអំពី target របស់យើងដដែលមានន័យថានៅក្នុង step នីមួយៗហ្នឹងគឺយើងត្រូវការ tool ជំនួយដើម្បីធ្វើ operation របស់យើងណាដូចជាចុងភៅក៏ចេះធ្វើម្ហូបជាងបើនិយាយអត់គ្រឿងឬក៏អត់កបិតអត់អីទេគឺរៀនពិបាកដែរគឺពេលខ្លះគឺមិនអាច possible ទៅធ្វើម្ហូបដូចយើងអញ្ចឹងយើងចង់ប្រមូលព័ត៌មានឬក៏យើងចង់និយាយទៅគឺគោលបំណងរបស់យើងគឺhack ដើម្បីរកចំណុចខ្សោយហ្នឹងដំបូងយើងត្រូវរកប្រមូលព័ត៌មានសិនមុនយើង get access ទៅកាន់ system ហ្នឹងបានអញ្ចឹងណាអញ្ចឹងគ្នាត្រូវការ tool ជំនួយហើយ tool នៅក្នុង step របស់យើងនៅក្នុង step recognition ដែលយើងលើកយកមកដំបូងថ្ងៃនេះគឺUnmap ណាដែល main tool ដែលទៅចេញទៅគឺគេប្រើ UI ណាមានអ្នកដែលគាត់ធ្វើខាងតែឬក៏ ethical hacker ឬក៏មិនថា black hat ឬក៏ white hat ទេគឺនិយាយខ្លីទៅគឺ hacker គឺតាមការ research របស់ฉันគឺមានថាគេប្រើ tool នឹងច្រើនណាស់ហើយគេប្រើធ្វើអីគេតោះឥឡូវយើងមកដឹងអំពី tool ហ្នឹងណាតើអត់បានមាន slide ទេគឺ resource ឲ្យគ្នាយើងមើលចាំបោះ resource គ្នាមើលតែឃើញអញ្ចឹងយើងចូល Unmap ហ្នឹងវានិយាយទៅវាគឺជា tool ស្ថិតនៅក្នុង category នៃមុខវិជ្ជា cyber security នៅក្នុង step recognition របស់យើងមួយដែលស្ថិតនៅក្នុង category network security computer network ណាដែលវាគឺជា tool មួយដែលគេហៅថាគឺជា tool ឬក៏ជា network mapper អញ្ចឹង mapper កន្លែងនេះគឺយើងនិយាយខ្លីទៅមិនមែនអ្នកគឺកងអីណា mapper កន្លែងនេះចង់សំដៅទៅលើអ្នកដឹកនាំទៅកាន់កន្លែងណាមួយអញ្ចឹង network mapper សំដៅទៅលើអ្នកដែលដឹកនាំឬក៏ connect ទៅកាន់ device ណាមួយទៅអញ្ចឹងUnmap នេះគឺជា network mapper និយាយខ្លីទៅវាគឺជា tool ដែលយើងប្រើសម្រាប់scan ទៅកាន់ target របស់យើងហើយយើងដឹងណានៅក្នុងបរិបទនៃ computer network device ទាំងអស់នៅក្នុង network មួយឬក៏ network រួមគ្នាមិនថា global ឬក៏ internet ទេនៅពេលដែលចង់ connect ឬក៏ទំនាក់ទំនងគ្នាអាស្រ័យ resource ផ្សេងៗយើងដឹងត្រូវតែមាន IP address អញ្ចឹង Unmap នេះវានឹងធ្វើការ scan ទៅកាន់ device ទាំងអស់ហ្នឹងដោយប្រើប្រាស់ IP address ណាហើយសួរថាវា scan ទៅអីគឺគោលបំណងនៃ tool នេះគឺអនុញ្ញាតឲ្យ hacker ក៏ធ្វើការប្រមូលព័ត៌មានពី target ដោយប្រើប្រាស់ហើយយើងដឹង target គឺ server ឬក៏ computer ផ្សេងៗហ្នឹងណាឬក៏ device ដែលមាន IP address ហ្នឹងប្រមូលព័ត៌មាននេះគេប្រមូលព័ត៌មានដូចជា device ហ្នឹងមាន port អីខ្លះ device ហ្នឹងមានន័យថា port នីមួយៗយើងដឹងហើយគឺគោលបំណងនៃ port គឺអនុញ្ញាតឲ្យយើង access resource ឬក៏ application service នៅលើ device ក៏ឧបករណ៍ computer ហ្នឹងអូខេអញ្ចឹង Unmap នេះគឺអនុញ្ញាតឲ្យយើងធ្វើការ scan តើលើ device ហ្នឹងមាន port អីខ្លះដែលបើកហើយ port ទាំងអស់ហ្នឹងដំណើរការ service អីគេហើយ service នីមួយៗហ្នឹងមាន version អីគេឈ្មោះអីគេហ្នឹងទៅអញ្ចឹងកាលណាបើសិនជាវាលីងនៅព័ត៌មានប៉ុណ្ណឹងយើងអាចប្រមូលព័ត៌មានបានហើយមានថាឧទាហរណ៍មួយដូចជាយើង scan ឃើញ server ហ្នឹងមាន IP address ប៉ុណ្ណឹងមាន service មួយគឺ service web server អញ្ចឹងទៅដែល version 1.0អញ្ចឹងទៅអញ្ចឹងក្នុងបរិបទការធ្វើ pen test កាលណាបើយើងដឹង service ហើយយើងដឹង version បែបហ្នឹងគឺចាប់ផ្ដើមយក service ឬក៏ version ទៅ search នៅលើ internet ណាហើយតើយើងនឹង search រកមើលយកប្រើប្រាស់ keyword ឬក៏ Google Live Pro របស់យើងអញ្ចឹងទៅដែល search ដើម្បីគេ search ដើម្បីតាក់រកមើលទៀតតើ service មានហ្នឹង version ហ្នឹងឈ្មោះហ្នឹងវាមាន vulnerability ឬក៏ចំណុចខ្សោយអត់អញ្ចឹងបើសិនជាវាមានអូខេចាប់ផ្ដើម note ទុកហើយធ្វើការ pen test ទៅលើapplication និង version មួយហ្នឹងហើយតែឲ្យរកឃើញចំណុចខ្សោយអីអូខេយើង note ទុក snap to report ចឹង Unmap វាគឺជា tool មួយដែល make sense មែនទេក៏មានអត្ថន័យមែនទេសម្រាប់ step ប្រមូលព័ត៌មានរបស់យើង recognition ឬក៏ information gathering របស់យើងនេះទៅលើ host ឬក៏ device ណាមួយដែលត្រូវប្រើ IP address ហ្នឹងណាអូខេអញ្ចឹងកន្លែងនេះខ្ញុំនិយាយអស់ហើយគឺ discover port service detect vulnerability ហ្នឹងហើយមានន័យថា Unmap ក៏អនុញ្ញាតឲ្យគ្នាយើងរ៉ាននៅគេហៅមួយទៀតគឺ Unmap script engine ឬក៏ NSE ហ្នឹងគេថាវាគឺជា script ឬក៏ payload មួយដែលអនុញ្ញាតឲ្យគ្នាយើងប្រើប្រាស់ Unmap រ៉ាន script នោះទៅហើយដើម្បី detect នៅ vulnerability ទៅលើ machine មួយហ្នឹងណាហើយការ scan នេះដែរក៏យើងអាចប្រើ domain បានដែរណា domain name របស់ website ទៅយើងចង់ធម្មតា website มัน run ឬក៏ deploy នៅលើ server មិនចឹង
ចឹងឧទាហរណ៍ថា website នេះមាន vulnerability ទេគឺវាអាចប្រើ name ទៅ scan ដែរដូចជា AR attack ឬក៏អូខេbroken access control ឬក៏FTP protocol login ដោយមិនប្រើឈ្មោះទៅរៀងថា anonymous login ហ្នឹងណាសុទ្ធតែ name អាចធ្វើបានទេប៉ុន្តែអាហ្នឹងវារឿងច្រើនទៀតមុននឹងគ្នាអាចធ្វើអញ្ចឹងយើងយល់ basic ជាមុនសិនណាតើនេះគឺជាមូលហេតុដែលយើងប្រើ name មូលហេតុអីគឺយើងដឹងហើយកាលណាយើងអាចដឹង service ឬក៏ port ឬក៏ application ដែល run លើ server ឬក៏ target របស់យើងបានគឺសុទ្ធតែជា tool មូលហេតុដែលយើងប្រើប្រាស់ nmap ណាអត់និយាយច្រើនទេអាចាំគ្នាយើងមើលទៅតែមិនខ្មោចចាំស៊ូអូខេចឹង nmap វាគឺជា tool ដែលប្រើប្រាស់ command បែបទេមានថាគ្នាចង់ run ឬក៏ដំណើរការ nmap ប្រើប្រាស់ Linux command ណាអូខេពេលទីខ្ញុំយើងបើក Linux យើងទាំងអស់គ្នាលើ VM version របស់យើងអញ្ចឹងបញ្ជាក់បន្តិច nmap ក៏មានប្រភេទ UI ចុចដែរដែលគេឈ្មោះអីវាដូចជា Zenmap ណាអូខេZenmap ចឹង Zenmap នេះវាគឺជាដូច nmap ដែរប៉ុន្តែវាគ្រាន់តែមាន UI ចុចហើយសម្រាប់ tool ដែលយើងកំពុងរៀននេះគឺអត់មាន UI ទេយើងប្រើ command ទេណាអូខេអញ្ចឹងចាំតិចទៀតយើងចាប់ផ្ដើមតែទាំងអស់គ្នាអញ្ចឹងហើយឈើសុំនិយាយបន្ថែមបន្តិចណារាល់ command ទាំងអស់នៅក្នុង Linux យើងដឹងហើយមុខងារឬក៏ feature របស់ command ហ្នឹងចង់ប្រើវាទាំងអស់តើយើងប្រើមានអីគេគឺមាន option switch ឬក៏ flag មកចំនួនទៀតណាគឺ nmap ដូចគ្នាត្រូវមាន flag មានswitch ឬក៏ option មកចំនួនឧទាហរណ៍គ្នាចង់ scan មុខងារមួយគឺមើល service ដែល run លើ target ហ្នឹងហើយ service ហ្នឹងឈ្មោះគេគឺគេមាន option s .sv ចឹងទៅអូខេអញ្ចឹងវា make sense ថា command នេះគឺបែបហ្នឹងណាអូខេហើយដោយសារវាប្រើប្រាស់ IP address ឬក៏ domain name អញ្ចឹងមុននឹងគ្នាយើង scan អីគឺគេមានន័យថាគេ recommend ឲ្យគ្នាយើងទៅ ping target របស់យើងសិនណាឧទាហរណ៍ថាគ្នា scan មួយថ្ងៃទៅយកទៅអត់ device ហ្នឹងគឺអត់មាន scan អត់ចេញ link តែតាមពិតទៅ ping អត់ស្គាល់ផងអញ្ចឹងអាហ្នឹងកន្លែងហ្នឹងគឺយើងត្រូវ ping test សិនណាថា device ហ្នឹងគឺយើងអាច send នៅ ICP មានថា ICMP echo message ទៅវាហើយវា reply អត់បើសិនអត់ reply ទេវាប្រឈមនឹង device ហ្នឹងអត់ app ឬក៏អត់បើកទេឬក៏ device ត្រូវបាន block ដោយ firewall ប៉ុន្តែបើសិនជាវា block ដោយ firewall nmap ក៏មាននៅ option switch ឬក៏ flag អនុញ្ញាតឲ្យយើងអាច bypass នៅការ scan firewall ដែរជាឧទាហរណ៍មួយដូចជាWindows OS ទាំងអស់មិនថា Windows Server ឬ Computer Windows ធម្មតាទេនៅពេលដែលខ្ញុំ ping ទៅភាសាវាអត់ស្គាល់ទេប៉ុន្តែម៉ាស៊ីនបើកទេអានោះវាសារតែ firewall default firewall របស់ Windows គឺវា block នៅ ICMP echo message ចោលហើយអញ្ចឹងបើសិនចង់ ping ស្គាល់តើខ្ញុំទៅបិទ firewall នៅលើ Windows ហ្នឹងមួយទៀត nmap ទោះជាមាន firewall ក៏ដោយក៏ខ្ញុំអាចនៅតែបញ្ជាក់តើភាសាទៀត nmap ក៏យើងអាចប្រើសម្រាប់បញ្ជាក់មុខងារដូច ping command ដែរមិនថាបញ្ជាក់ចង់ដឹងថាហោះអាប់អត់អូខេចឹងយើងអាចមាន option PN ឬក៏ SHH smash នឹងមានថាហ្នឹងយើងនឹងរៀនតិចទៀត scan ទៅមានថាវាអាចគេហៅពាក្យបច្ចេកទេសថា evasion ឬក៏គេចចេញពី firewall ដើម្បី make sure ឬក៏ធ្វើឲ្យប្រកបបន្ថែមថាតើ device ហ្នឹងគឺវា app អត់ឬក៏វាបើកអត់ចឹងអូខេអញ្ចឹង nmap អាចធ្វើបានដែរអូខេតោះឥឡូវអានេះគឺនៅក្នុង result របស់គេដាក់គេបញ្ជាក់ option គ្នាយើងមានន័យថាគេបញ្ជាក់ option សម្រាប់ command nmap ហ្នឹងបន្ថែមណាអញ្ចឹងមានថាឥឡូវយើងចូលទៅកាន់ VM របស់យើងមកយើងមាន target server lab មួយវាអាច IP address នេះឲ្យបញ្ជាក់ណាអញ្ចឹង nmap អាចប្រើ scan សម្រាប់ local network ឬក៏ internet អូខេចឹងបើសិនជា internet ខ្ញុំដឹងចង់ communication គ្នាបានតើ public IP ណាមិនមែន private IP អាច public បានអាច communicate បានទេគេចឹងខ្ញុំមាន lab មួយ server IP address ដែលមាន public IP ប៉ុណ្ណាយើងនឹងប្រើនោះទៅ scan ទាំងអស់គ្នាណាតោះឥឡូវจะ copy public IP នឹងមកហើយចាប់ដើមប្រើវាមាន scan ទៅមើលserver ដែលមាន public IP ប៉ុណ្ណឹងដោយប្រើប្រាស់ nmap អញ្ចឹងដំបូងគឺយើងប្រើធ្វើអីមានថាប្រើធ្វើអីដំបូងយើងចង់បញ្ជាក់ឲ្យតើឲ្យចូលបញ្ជាក់ទៅអញ្ចឹងសម្រាប់ទៅ server របស់យើងនេះគឺ Linux ណាមិនមែន Windows server ទេគឺ Ubuntu server ណាអូខេ
chứ muốn lần dân scan nhưng phải ping về gần đấy mới ping app á ok chứ mấy ta hỏi cứ là phải để thì ping rồi có send eco ICMP eco sẽ tới mình làm thì phải một cái thò mà đài chứ người ta không biết app vậy nữaต่ออะไรจากดามปราบนะ command unmap หรือ scan đượcออกหนึ่งចឹងដំបូងវិធីប្រើ unmap មកបញ្ជាក់បន្តិចសម្រាប់បើសិនជាគ្នាប្រើសេរី VM U2 ឬមិនមែនសម្រាប់និយាយខ្លីទៅមិនមែនជា Linux distro សម្រាប់ធ្វើ pen test អញ្ចឹងtool ឡើងហ្នឹងគេត្រូវ install ថែមទៅណាដូចជាគ្នាប្រើ Pop OS សម្រាប់ develop ចង់ប្រើ unmap ត្រូវ install ខ្លួនឯងអញ្ចឹងបើសិនជាយើងជាអ្នក pen test ឬចង់ធ្វើ pen test យើង install Linux distribution ឬក៏ distro ឲ្យមានដែលសម្រាប់ Qt មកវាសម្រាប់គ្នាយើងកុំឲ្យបាក់ទៅ install tool នៅក្រៅដូចជា unmap នេះសម្រាប់ជាប្រើនេះគឺ pad.n នេះវាមានស្រាប់ហើយណា pad.n នេះគឺវាមកសម្រាប់ Qt នឹងតែម្ដងតោះអញ្ចឹងឈ្មោះ command unmap មកជា press public IP នឹងធំអញ្ចឹងដាក់តែប៉ុណ្ណឹងមកអត់តយើងអត់ប្រើ option switch ឬក៏ flag ទេយើងប្រើប៉ុណ្ណឹងជា internal អូខេចឹងនៅពេលដែលយើង run ប៉ុណ្នេះអញ្ចឹងវាដើរឲ្យវាកំពុងតែ scan ឲ្យគ្នាយើងណាប៉ុន្តែគឺថាវា scan នៅខ្លះមែនទេនៅពេលដែលគ្នាដាក់ unmap ហើយដាក់public IP ប៉ុណ្ណឹងគឺវា scan រត់តែ port ដែល open តែវានិយាយខ្លីទៅអានេះគេហៅថា default scan ណាអូខេអញ្ចឹងនៅពេលដែលគ្នា scan គឺយើងទទួលបានព័ត៌មានមួយចំនួនអំពី target របស់យើងទី1គឺវា scan បាន open port មួយចំនួនដូចជា port 21អូខេ switch គេ switch FTP អញ្ចឹង switch នេះគឺយើងប្រើសម្រាប់ file ឬក៏ resource sharing ហ្នឹងអូខេហើយ protocol port ទី2គឺport 25ប្រើ protocol TCP នៃថាវា open ប្រើ switch នោះគឺ SMTP អូខេអញ្ចឹងមាន port ច្រើនទេ port 80ឬក៏ port 443នេះខ្ញុំដឹងគឺ HTTP អញ្ចឹងអាហ្នឹងគឺมันជា port សម្រាប់ run server គឺ web server ហើយមាន port មួយចំនួនទៀតដូចជា port 3យើងដឹងហ្នឹងប្រើជា protocol វាគឺជា server មួយដែលប្រើសម្រាប់អីគេមិន email ណាដូចជា IMAP ជាដើមហ្នឹងអញ្ចឹងយើងដឹង port ប៉ុណ្ណឹងហើយគឺយើងដាក់ឈ្មោះ server ហើយអញ្ចឹងឧទាហរណ៍ថាគ្នាយើងចង់យើងគ្រាន់តែដឹង server យើងប្រមូលព័ត៌មានថាមាន port open ប៉ុណ្ណឹងគ្នាយើងតេស្តទៅគឺមិនតាន់ជាគ្រប់លក្ខណៈទេឧទាហរណ៍ថាចង់តេស្តទៅលើ server ហ្នឹងមួយជាក់លាក់ទៀតតោះចេះដឹង version សិនបើសិនជាដាក់តែ FTP អញ្ចឹងយើងដឹង version វាមកកាភ្លូអញ្ចឹងយើងអត់ដឹងថា version វាណាទេអញ្ចឹងបើគ្នាចង់តេស្តលើ FTP ហ្នឹងគឺវាអត់ថាតេស្ត version វាណាទេដោយសារ version មកកាភ្លូវាពិតច្រើនហ្នឹងអញ្ចឹងចង់មើល version នេះ server មួយនោះទៀតតើ version ណាទេអញ្ចឹងយើងនឹងប្រើ unmap ដដែលប៉ុន្តែដាក់ជាមួយ option មួយគឺ s.v មានថាអានេះគឺជា option ដែលប្រើសម្រាប់ scan ទៅកាន់ target នេះហើយមើលបើសិនជាវា open port នេះ run application នេះគេ application server អីគេគឺយើងប្រើជាមួយនឹង option មួយនេះណានៅពេលដែល scan ម្ដងមិញយើងចាំយើងអត់មានឃើញព័ត៌មានអីពេលកំពុង scan ទេអញ្ចឹងបើស្អីអញ្ចឹងវារៀងស្ងាត់អញ្ចឹងបើសិនជាគ្នាចង់មើល detail thì យើងអាចប្រើ option នេះគឺដក v នៅខាងក្រោយអានេះគេហៅថា verbose ឬក៏ detail អំពីការ scan ហ្នឹងហើយបើសិនជាគ្នាយើងប្រើបែបហ្នឹងគឺយើងអាចមើលដំណើរការ scan មួយហើយបើចង់បាន detail យើងដក v 2ដងណាមានដក w ប៉ុណ្ណឹងមកចុច enter យើងនឹងឃើញវាកំពុងតែ scan ណាអូខេចឹងវា scan នេះឃើញ port ដែល open ដដែលមិញហ្នឹង public IP របស់វាអូខេអញ្ចឹងវាកំពុងតែ scan នៅគ្នាយើងណាហើយទីទៀតវានៅ report យើងឬក៏ link ឲ្យយើងនៅ port មួយហ្នឹង open ហើយវា run server អីគេហើយវានឹង link version នៃ server ហ្នឹងឲ្យយើងដែរអូខេតោះឥឡូវយើងចាំវាមក plate ទៅអូខេអញ្ចឹងការ scan ហ្នឹងគឺវាអាចយូរឬក៏លឿនទៅតាម target របស់គ្នាយើងមាន service ច្រើនអត់ណាអូខេចឹងបន្តពី scan ហើយណាគឺចូលទទួលបានព័ត៌មាន port open ដដែល service អីគេហើយជាមួយនឹងមួយទៀតគឺ version នៃ service មួយហ្នឹងអូខេហើយកន្លែង reason នេះវាដាក់ថាវាធ្វើអានេះគេថា syntax នេះសម្រាប់ទៅលើការធ្វើដំណើរការ tree handshake របស់យើងហ៎មានន័យថាមុននឹង device ទាំងអស់វា communication គ្នាបានយើងដឹងហើយវាប្រើប្រាស់បើសិនជាវាប្រើ TCP protocol វាប្រើ concept three way handshake ណាដើម្បី recognize ទទួលស្គាល់មុននឹង communication គ្នាណាអូខេតោះ
ឥឡូវយើងមើលបន្តពីយើង scan ហើយគឺគ្នាយើងនឹងឃើញណា version របស់ CV នីមួយៗទៀតដល់ប្រើ option.sv របស់យើងកន្លែងនេះហ្នឹងឥឡូវឆ្លើយទទួលព័ត៌មានកាន់តែ detail អំពី CV នីមួយៗទៀតហើយឧទាហរណ៍ផល21 CV FTP version pure FTPB អូខេចឹងនេះគឺជា version នៃ CV របស់ FTP CV របស់យើងហ្នឹងអញ្ចឹងឧទាហរណ៍ចង់ detail ដឹង detail ឬក៏ row នៅគេគេថា vulnerability ឬក៏ exploit សម្រាប់ទៅ exploit ឬក៏ attack hack ទៅលើ version មួយហ្នឹងចង់ដល់ព័ត៌មានបន្ថែមគឺអត់មានក្រៅពី search ទេគ្នា copy version មកចាំផ្ដើម search ទៅមើលអូខេអញ្ចឹង search មកគឺ vulnerability អញ្ចឹងទៅណាអូខេអញ្ចឹងវាដាក់ថា pure FTPD នេះនៅក្នុង website exploitdb ហ្នឹងវាដាក់ថា version 1.0.38 ហ្នឹងអនុញ្ញាតឲ្យគេ remote denial of service អញ្ចឹងយើងដឹងណា denial of service គឺ DOS attack អូខេអញ្ចឹងចុចតិចទៀតមកអញ្ចឹងយើងនឹងអាចមើល detail នៅ exploit ព័ត៌មានមួយចំនួនអំពី service មួយហ្នឹងដែរអញ្ចឹងគ្នាឃើញ unmap គឺយើងអាច scan ហើយមើលប្រមូលព័ត៌មានប៉ុណ្ណឹងហើយយើងអាចចាប់ផ្ដើម load ព័ត៌មានហ្នឹងទៅ step បន្តរបស់យើងគឺ step weaponization ឬក៏ការរៀបចំសម្រាប់ attack ប្រការ service ដែលយើងប្រមូលព័ត៌មានបានហ្នឹងណាចឹងឧទាហរណ៍ដូច port 53នេះប្រើ service domain ហើយ version របស់គេគឺ Red Hat Enterprise Linux ហ្នឹងគឺ ASC បាញ version 9.0 ប៉ុណ្ណឹងដែរអញ្ចឹងជាអាចចង់ដឹងទៀតគឺក៏ copy វាទៅ search ទេគឺអត់មានអីជាង search ទេណាអ្នកសរសេរ code ឬក៏ developer IT នេះយើងគឺយកអារម្មណ៍ហ្នឹងណាការ search នៅលើ internet នេះគឺសំខាន់មែនទេណា skill research អញ្ចឹង search explode vulnerability ទៀតមកណានេះអញ្ចឹងមាន website មួយចំនួនណាគ្នាយើងអាចប្រើ Google Live Pro keyword សម្រាប់ search ក៏បានដែរប៉ុន្តែជាអត់មានបញ្ជាក់ទេក្នុងវីដេអូនេះយើងអត់អូខេទេយើងសម្រាប់ព្យាយាម scan បានព័ត៌មានហើយយើងប្រើព័ត៌មានហ្នឹងធ្វើអីគេណាអូខេអញ្ចឹងយើងអាចទៅ research មើលរក explore សម្រាប់ pen test ឬក៏ hack ទៅលើ service ហ្នឹងមើលតើវាជោគជ័យអត់ណាអូខេអូខេអញ្ចឹងមានព័ត៌មានមួយចំនួនទៀតដូចជា server របស់យើង run នៃគេ OS Linux Red Hat របស់ distributed គេ Red Hat នេះទៅ Enterprise Linux 7 ហ្នឹងណាអូខេអញ្ចឹងព័ត៌មានដែលយើងទទួលបាននេះគឺមកពីយើង run nmap ជាមួយនឹង option មួយគឺ sv ណាអូខេតោះឥឡូវឆ្លើយនឹងតទៀតមានន័យថាយើងដូរ option ម្ដងណាអញ្ចឹងបន្ទាប់ពីយើងដឹង option អំពីមើលព័ត៌មានឬក៏ port open និង service នៅលើ port មួយហ្នឹងហើយ version របស់ service ហ្នឹងដល់ប្រើ nmap ហើយឥឡូវនឹងបរៀនគ្នាយើងតទៀតចាប់ផ្ដើម scan មានន័យថាពេលខ្លះហោះរបស់យើងដើរទេឬក៏បើកទេប៉ុន្តែពេលខ្លះទៀតយើង scan ឬក៏ ping ទៅស្គាល់តែនិយាយមុននឹងថា Windows អញ្ចឹងករណីដែលគ្នាយើងធ្វើបែបហ្នឹងគឺយើងប្រើ technique មួយគេថា firewall evasion ឬក៏ការគិតចេញពី firewall មានថាយើង scan ធម្មតាឬក៏ការ scan របស់យើងគឺធ្វើឲ្យ firewall ហ្នឹងចាប់អត់បានថាយើងកំពុង scan ទេណាហើយតាមរយៈការ scan នេះដែរគ្នាយើងមានន័យថាបើសិនជា target របស់យើងឬក៏ server ហ្នឹងមាននៅ SOC team ឬក៏ security operation center សម្រាប់អង្គុយមើល network traffic ហ្នឹងគឺកន្លែងនេះគឺយើងប្រយ័ត្នបន្តិចណាមានន័យថាបើសិនជាយើង scan real world គឺប្រយ័ត្នគេចាប់បានតែប៉ុណ្្នឹងទេណាអញ្ចឹងយើងធ្វើដោយទំនួលខុសត្រូវយើងអាច scan lab ឯងមិនជាបញ្ហាទេតែគ្នាយើង scan ទៅកាន់ enterprise ធំគេសិតតែមានអ្នកអង្គុយមើល network traffic របស់គេណាហើយមួយទៀតគេអាចប្រើ IDS ឬក៏អីចឹងទៅណាអូខេអញ្ចឹងការ scan គឺជាបន្តិចណាយើងមិនមែនចេះតែ scan ទេគេអាចចាប់ IP address របស់គ្នាយើងបានឬក៏ public IP របស់យើងមកពីណាគេអាចធ្វើ investigate រកយើងឃើញអីចឹងទៅអញ្ចឹងកន្លែងនេះយើងអាចកិច្ចប្រើ technique ច្រើនហើយយើងអាចប្រើ proxy chain ប្រើ tool សម្រាប់being anonymous អញ្ចឹងទៅយើងអាចប្រើអញ្ចឹងបានណាប៉ុន្តែវារៀង slow តិចហើយមួយទៀតហ្នឹងគឺបើសិនជាគ្នាធ្វើអញ្ចឹងតើយើងធ្វើខុសច្បាប់ណា scan ហើយប្រើធ្វើឲ្យខ្លួនឯងអាណាមើលហ្នឹងណាអូខេជាងយើងប្រើដល់ទំនួលខុសត្រូវអូខេតោះឥឡូវចូលទៅដល់ការ scan មួយទៀតគឺយើង scan អំពីការគិតចេញពី firewall អញ្ចឹងគ្នាប្រើ option មួយគឺ PN ហើយមួយទៀតគឺ XSH អញ្ចឹងកន្លែងនេះជួយឲ្យបានបរិញ្ញា detail ហើយប៉ុន្តែយើងនឹងរៀនchannel box slide ឲ្យគ្នាយើងមើល detail បន្តិច
ចឹងមានន័យថាយើងប្រើ option 2នេះគឺ SA នេះគេហៅថា H ម៉ាស់ឬក៏ជា option មួយដែលមែនតើទៅអនុញ្ញាតឲ្យការ scan របស់គ្នាយើងធ្វើឲ្យ firewall វាចាប់អត់បាននៅ network traffic របស់យើងទេដោយសារតែធម្មតាគ្នាយើង scan ឬក៏ ping នេះគឺយើងតែងតែ send នៅscan unmap នេះវាតែងតែ send នៅ network package ទេចឹងករណីប្រើ XS នេះមានន័យថា package របស់គ្នាយើងហ្នឹងវាអាចនិយាយទៅ firewall វាពិបាកនៅក្នុងការtrade ឬក៏ចាត់ទុកនៅ package របស់គ្នាយើងជា malicious package ដែលគោលបំណង scan ឬក៏ recognize យ៉ាងទៅណាចឹងហ្នឹងមាន detail ទៀតខ្ញុំជួយបោះ slide ឲ្យអូខេអញ្ចឹងនៅពេលដែលchơi scan ប៉ុណ្ណាណាកន្លែងនេះវាដាក់ថា your request scan tab with request root OK មានន័យថាយើងត្រូវការ permission ជា sudo សម្រាប់ធ្វើការ run command នេះទៅchơi scan មកអូខេអញ្ចឹងយើង scan បែបហ្នឹងគោលបំណងរបស់យើងនេះគឺគ្រាន់ចង់ដឹងថាហោះហ្នឹងវាបើកអត់ណាដូចជាថា Windows Server មិញបើកសោះប៉ុន្តែ scan អត់ចេញទេដោយសារតែវាមាន firewall អញ្ចឹងករណីចង់ពេកចេញពី firewall នេះប្រើ option ពីរនេះបានមែនតើមាន option ច្រើនទៀតប៉ុន្តែជួយបរិយាម្ដងមួយឲ្យគ្នាតែសិនណាហើយបោះ slide ឲ្យជាយើងប្រាក់ជីបន្ថែមធ្វើ lab អីហ្នឹងទៅគឺកាន់តែ detail ទៀតអញ្ចឹងខ្ញុំឃើញ report គេដាក់ថា host app អញ្ចឹងករណីហ្នឹងគឺយើងអាចប្រើ scan series Windows Server យើងធ្វើ panel លើ Windows Server គឺគ្នាប្រើត្រូវណា option ហ្នឹងណាអូខេអញ្ចឹងហៅបើយើង app អត់មានចង់ដឹងអីទេតែចឹងបានព័ត៌មានតែប៉ុណ្ណឹងទៅអូខេតោះឥឡូវយើងចូលទៅដល់ option មួយទៀតគឺកន្លែង sudo នេះករណីខ្លះខ្ញុំរាន option ខ្លះករណីខ្លះត្រូវការ sudo ណាប៉ុន្តែឥឡូវចាប់ពីឥឡូវទៅខ្ញុំសូមរាន sudo រហូតណាអត់តែទេករណីមួយទៀតគឺយើងចង់ detect តា target របស់យើងហ្នឹង OS អីគេអញ្ចឹងoption នៃ nmap នេះគឺយើងអាចប្រើបញ្ចូលគ្នាទាំងអស់ក៏បានដែរបងអត់នេះអូរ៉ាយើង scan ទីជួយចង់ detect មើលតើ OS នៅលើ server ហ្នឹង private ជួយអាចប្រើ option នេះគឺ .a ប៉ុណ្ណឹងមក enter មកប្រើ sudo ណាអូខេចឹងគ្នាយើងធ្វើដោយសារយើងប្រើ option កិច្ចfirewall evasion ចឹងវា scan ធម្មតាទេនេះចឹងវាកំពុងតែយើង unlock ទៅវាកំពុងតែ retry in or detection មានថាវាកំពុងតែ detect ទៅកាន់ target របស់យើងហ្នឹងតើ server ដែលមាន public IP ប៉ុណ្ណឹង run OS ទេប៉ុន្តែមុនហ្នឹងយើងឃើញយើង scan server មើលហ្នឹងវា run limit អញ្ចឹងទៅប៉ុន្តែកាលណាគ្នាយើង scan .a នេះវាថាវា scan ទៅមើល AI ហើយ detail ឲ្យគ្នាយើងមកតង់ទៀតណាវា detail ជាងកន្លែងមិញទៀតអូខេអញ្ចឹងយើងមើលតទៀតអញ្ចឹងវាដាក់វាកំពុងតែវា report ឲ្យយើង share unlock មកអូខេអញ្ចឹងនេះគឺជាព័ត៌មានដែលវាផ្ដល់ឲ្យយើងទេ អូខេតើឥឡូវជួយទៅមើលឲ្យ option ជាង scan តិចណាពេលខ្លះហ្នឹងគឺ option ច្រើនណាស់គ្នា comment មួយណាវាមិនចាំអត់ទេគឺពេលធ្វើ pen តែអង្គុយ search ដូចតែគេដែរហ្នឹងណាអូខេកន្លែងនេះ OS scanning គឺគេ scan ប្រើ option .a អូខេកន្លែង .a នេះជា confuse តិចណាយើងមិនប្រើអូខេយើងប្រើ OS detection ហើយមួយទៀតគឺវាប្រើ tracer route ចឹងយើងប្រើ tracer route នេះគឺចង់មើលតាមមុននឹងយើងទៅដល់ target ហ្នឹងវាឆ្លងការ router ចំនួនប្រមាណទេណាចឹងកន្លែងនេះគ្នាឆ្លងការ router ចំនួន2គឺទី1ចេញពីខុសយើងទៅហើយមួយទៀតគឺចូលទៅ server នៅតែម្ដងមានថា router របស់ VM យើងវា forward ទៅកាន់ server តែនោះចឹងពី hop គេដាក់ពី router default gateway អូខេហើយមាន option ច្រើនមួយចំនួនទៀតដូចជា port scanning ណាអញ្ចឹងមិញយើង scan ហើយ open port ហើយចូលយើង scan port pen ស្អីទៀតអញ្ចឹង open port មិញមានន័យថាมันប្រកបថា open port មានតែប៉ុណ្ណឹងឯង open port អាចមានច្រើនជាងហ្នឹងអញ្ចឹងបើករណីយើងដឹងហើយ port សរុបនៅលើ computer មួយមានប្រមាណទេចេះអត់ចាំទេតែច្រើនណាអញ្ចឹងបើសិនជាខ្ញុំចង់ scan port ទាំងអស់
គឺគ្នាយើងអាចប្រើ unmap ដក p ដកមកហើយយើងមានន័យថាតើឡើយចូលទៅយក public IP របស់យើងមកវិញតិចនេះមានថាគ្នាយើងចង់ scan មើល port យើងអាច scan option មួយគឺដក p ដកមានថាវានឹង run scan ទៅមើល port ទាំងអស់នៅក្នុងserver របស់យើងហ្នឹងអញ្ចឹងគ្នាយើងមើលនេះវា scan ចំនួនប៉ុន្មាន port អញ្ចឹងយើងមើលទៅនេះ port ដែលវា scan សរុបគឺ 65535 port អា port ទាំងអស់ហ្នឹងណាអញ្ចឹងវានឹង scan ទាំងអស់គ្រប់ port មក port ណា open វានឹង report ឲ្យយើងអញ្ចឹងទៅអញ្ចឹង scan នេះគឺគ្នាយើងដឹងហើយ scan ច្រើន port អញ្ចឹងរៀងយូរណាស់ត60000 port អូខេអញ្ចឹងពុទ្ធសាសនា scan បែបហ្នឹងគឺយើងអាចប្រើប្រាស់ option វាសម្រាប់ពន្លឿនវាក៏បានដែរណាអញ្ចឹងយើងអាចប្រើ option មួយទៀតគឺដក T4 អញ្ចឹងទៅអញ្ចឹង T4 នេះមានថាគឺជា time ឬក៏ពេលវេលាដែលគ្នា scan ចង់ពន្លឿនវាកន្លែងនេះគ្នាដាក់ file អញ្ចឹងទៅណាមានថាគ្នាចង់ពន្លឿន speed up ការ scan របស់យើងអញ្ចឹងដាក់ 4 មកអញ្ចឹងវា scan លឿនជាងមុនតែគ្នាមើលទៅគឺអត់លឿនទេច្រើនដដែលហ្នឹងមែនទេការ scan គឺគេតាម background process ណាអូខេហើយអាចប្រើមួយទៀតគឺfile ហ្នឹងអញ្ចឹងនេះលឿនជាង4ទៀត speed up command អូខេតោះអូខេអញ្ចឹង option នេះគឺគ្នាអាចទៅមើល detail ខ្លួនឯងទៀតចោតបង្ហាញទាំងអស់ទេចាំយើងធ្វើ lab យើងនឹងតែបាន option ទាំងអស់គ្នាណាឥឡូវយើងចូលទៅដល់ option មួយទៀតគឺ option ការ scan raw vulnerability តែម្ដងគឺយើងប្រើ option មួយគឺឈ្មោះថា script ដែល script ហ្នឹងយើងប្រើវាដើម្បីឲ្យដោយសារ nmap គឺជា tool មួយដែលមាន built in payload មួយចំនួនសម្រាប់ raw vulnerability នៅក្នុង target របស់យើងហ្នឹងអញ្ចឹងយើងអាចប្រើ script ប្រើ payload នឹងបានដោយប្រើ option មួយគឺ script ហើយយើងបញ្ជាក់ឈ្មោះpayload ឬក៏គេហៅថា NSE ឬក៏ Nmap script engine សម្រាប់ទៅ scan ហ្នឹងអញ្ចឹងដើម្បី scan គឺជាប្រើដកវាដើម្បីមើល data អញ្ចឹងនេះអាចប្រើដក script smart wall ណាអញ្ចឹងមានថាជាប្រើ script ឬក៏ payload ដែល Nmap មានស្រាប់ហើយប្រើ script គេ script សម្រាប់ទៅ raw vulnerability អញ្ចឹងវានឹង scan ពេញមួយម៉ាស៊ីនហ្នឹងទៅ raw vulnerability លើម៉ាស៊ីនហ្នឹងប៉ុណ្ណាគេឆែកមាន scan CV ទេយើងចង់ដក SV បន្ថែមក៏បានដែរប៉ុន្តែយើងមើល CV ហើយ share scroll scan រត់ទៅ vulnerability ទេអញ្ចឹង share enter មកអញ្ចឹងកន្លែងនេះវាអាចយូរបន្តិចណាដោយសារតែវា scan ពេញមួយម៉ាស៊ីនដើម្បីរកចំណុចខ្សោយណាអូខេតែអញ្ចឹងវា report យើងឯងវាមាន open port អីធម្មតាដដែលហ្នឹងណាសួរថាខ្ញុំអត់បញ្ជាក់ផងឲ្យវាចេញនិយាយទៅគ្នាប្រើ nmap ឬ scan ទៅវា scan ទៅការ target យើងហ្នឹងគឺ raw open port ហើយយើងដឹងហើយ port មិនតាម service ហើយយើងដឹងservice មួយគឺអាចមាន vulnerability អញ្ចឹងករណី run script បែបនេះគឺវាកំពុងតែ scan ទៅលើ service មួយតើអាចមាន vulnerability អីដែលបន្ថែមជួយសម្រួលគ្នាយើងកុំឲ្យពិបាក search ច្រើនអីយ៉ាងទៅណាតែមែនទេការធ្វើ pattern គឺវាមិនស្រួលទេណាយើងត្រូវ search ត្រូវ figure out វាដូចវាអាចនិយាយថា challenge ជាង សេកូបន្តិចណាតាមតែឡើងមកចប់រត់ឃើញតាមពិតតែខុស flow អីយ៉ាងទៅគេតែរក្រោយរត់ឃើញយ៉ាងទៅគឺបញ្ហាអ្នកតែ pen tester ទៀតអូខេចង់ដោយសារតែវារៀងយូរបន្តិចណាជាងជើបញ្ចូលគ្នាយើងពី Nmap script ហ្នឹងបន្តិចជាង Nmap script ហ្នឹងវាគឺជា payload ដូចជា code មួយដែលគេបានគេហៅថា pre design គេសេទុកសម្រាប់ទៅធ្វើការ run scan test ទៅលើ service មួយលើ server ឬក៏ target របស់យើងតើវាមាននៅវាអាចមាននៅ vulnerability អីអត់ណាអូខេអញ្ចឹងជាបញ្ជាក់ script របស់វាគឺយើងអាច update up to date បានដូចយើង update version កម្មវិធីអញ្ចឹងមាន script ថ្មីដែលគេ design ហើយគេ add ចូលទៅខាង community យើងអាច update បានសម្រាប់មួយហេតុតែគេ update script យើងដឹងហើយ service ផ្សេងតែ update នៅ vulnerability ឬក៏ patch នៅកម្មវិធីរបស់គេអញ្ចឹងvulnerability ថ្មីរកឃើញហ្នឹងគឺគេ design explode ឬក៏ code ទឹកហ្នឹង
សម្រាប់ឲ្យpen tester ឬក៏ethical hacker ធ្វើការ scan តែទៅលើ version នីមួយៗហ្នឹងថ្ងៃក្រោយទៀតណាឧទាហរណ៍ថាក្រុមហ៊ុនខ្លះមិនមែនពេលខ្លះមិនមែន up to date ទាំងអស់ទេណាក្រុមហ៊ុនខ្លះអាចនៅប្រើ version ចាស់អញ្ចឹងទៅអញ្ចឹងបើសិនជានៅប្រើ version ចាស់ហើយយើងធ្វើ pen test ហ្នឹងគឺយើងអាចប្រើ script ដែល version ហ្នឹងអាចមាន vulnerability ទៅ run scan មើលវាអញ្ចឹងទៅណាដើម្បីធ្វើជា report ហើយយើង update វាមែនក្រុមហ៊ុនទាំងអស់សុទ្ធតែ up to date ណាគេនិយាយណាពេលខ្លះ update ហ្នឹងគឺត្រូវការលុយច្រើនដែរណាហើយ developer ទេយើងដឹងហ្នឹងគឺមិនរត់ update ធ្វើយកទៅណាតោះអញ្ចឹងកន្លែង script នេះគឺយើងមានប្រភេទនៃ script ជាច្រើនឃើញ share scan នេះជាដាក់សញ្ញាស្មើប៉ុន្តែបើគេដាក់សញ្ញាស្មើគេដាក់ script ដក clear ដក backward ម្ដងគ្នាមានជំរើសណាគឺយើងអាចប្រើស្មើក៏បានឬក៏ដក backward អញ្ចឹងក៏បានដែរដែលនៅក្នុង lab របស់យើងគឺយើងអាចវាគេមានបង្ហាញណាគេមានបង្ហាញគ្នាយើងរបៀបប្រើហើយអញ្ចឹងកន្លែង script ហ្នឹងគឺយើងវាមាននៅ parameter របស់វាដែរឧទាហរណ៍ថា parameter ឬ parameter method នេះខ្ញុំបោះតម្លៃវាទៅឧទាហរណ៍ថា script ហ្នឹងនេះយើងត្រូវការគេហៅថា argument ណា argument មានតម្លៃរបស់ parameter អូខេអញ្ចឹងឧទាហរណ៍ថាតម្លៃហ្នឹងឧទាហរណ៍ថាយើងតាម script ហ្នឹងទៅវាត្រូវការប្រភេទនៃ parameter ឧទាហរណ៍ថាយើងរានរងខ្ញុំធ្វើ brute force unmap ក៏អាចយកធ្វើ brute force ដែរដូចជា service ASH ជាដើមឬក៏ FTP ជាដើមដែរអញ្ចឹងនេះអាច brute force វាធម្មតាយើង brute force គឺដឹងយើងត្រូវការ word list ឬក៏ predefine នៅ payload ឬក៏ credential សម្រាប់ធ្វើ brute force អញ្ចឹងfile ដែលផ្ទុកនៅ credential ឬក៏មានន័យថា file ដែលជា playlist របស់យើងហ្នឹងគឺវាដូចជា argument សម្រាប់ប្រភេទនៃ script engine របស់ Nmap មួយហ្នឹងអញ្ចឹងអាហ្នឹងយើងអាចប្រើបែបហ្នឹងបានអូខេឥឡូវ scroll ទៅក្រោមមកស្ទុះមកគេមាន page generation យើងលេចទៀតចឹងអាច search កន្លែងនេះតិចមក script wall ទៅណាអូខេអញ្ចឹងយើងមើលនេះរបៀបដែលគេប្រើ script warner ហ្នឹងចុចតអូខេអញ្ចឹងគេមានរបៀបរៀនយើងប្រើនេះគេមាន warner និង warner ណាអូខេអញ្ចឹងជួយ search នេះលើនេះមួយនេះអញ្ចឹងគេមានប្រាប់គ្នាយើងនេះអញ្ចឹងប្រភេទនៃ warner នេះគឺមានច្រើនណាវាមានមិនយើងដឹងហើយtarget របស់យើងមិនមាន FTP service ទេគេយើងអាច scan ទៅលើ FTP service ហ្នឹងក៏បានដែរប៉ុន្តែបើថាជាបញ្ជាក់នេះ wall data បែបនេះគឺវា scan គ្រប់ service អញ្ចឹងបានឃើញវា scan យូរប៉ុន្តែបើថាយើង scan service ជាក់លាក់គឺប្រកាសជាលឿនណាអូខេចឹងដល់តែ scroll ទៅក្រោមមកជួយដាក់អូខេ scroll ទៅក្រោមទៀតឥឡូវណា search មួយចាស់ FTP FTP wall អញ្ចឹងទៅអូខេនេះអញ្ចឹងយើងអាចអូខេមិញដោយសារ version របស់យើងគឺ sure FTP FTPD ណាអញ្ចឹងវាមាននេះវាមាន script សម្រាប់ទៅ explode អាហ្នឹងទៀតណាអញ្ចឹងឧទាហរណ៍មិញយើងមិន open port 21ណាអូខេឥឡូវគ្នាអាច scan សេរីបែបហ្នឹងបានតឡើយយើងទៅ copy script វាមកហើយកាលនេះសុំ skip ប៉ុណ្ណឹងនេះអាចទុកវាដើរហើយ memory ចប់ខ្លួនឯងបានណាជឿ scan មកជឿដាក់ target ទៅដែរតែជឿ pass script វាវិញនេះចឹងមានថា unmap script ទៅដែរគ្នាដាក់សញ្ញាស្មើក៏បានដែរតែឆ្លងទេសារនេះដាក់ FTP proc pd backdoor អញ្ចឹងទៅ plot target របស់យើងមិន21run FTP អញ្ចឹងចុចប៉ុណ្ណឹងវាធ្វើមកអូខេអញ្ចឹងវាកំពុងតែ scan ណាយើងវា scan បាន result ហើយយើងទៅមើល result ប៉ុណ្នេះគ្នាប្រកាសជាមើលដូចបាទយកយើងចូលមក document របស់គេមកគេប្រើសម្រាប់ដូចគេអញ្ចឹងតែគេហៅ script មួយហ្នឹងប្រើសម្រាប់តែមានតែរនៅលើ pure FTP វាទៅប៉ុណ្ណឹងមាន backdoor អីហ្នឹងដែរមាន backdoor ហើយ script ហ្នឹងគឺព្យាយាម explode ការណាមានថាធម្មតា backdoor វាដូចជាទ្វារក្រោយមួយអញ្ញាចូលអញ្ចឹងណាអញ្ចឹងវាព្យាយាមបើបាន script ប៉ុណ្ណឹងវាព្យាយាម explode ទៅការណាservice FTP របស់គ្នានៅ port 21ហ្នឹងណាអញ្ចឹងបើសិនជាវា explode បានជោគជ័យវានឹង result បែបនេះប៉ុន្តែ
bỏ dưỡng cứ ở ban trong chơi để mình là phải explode ở ban này chứ mà bị chơi đi ra khóc kì nàyซึ่งก็หลายนึงในทางยัง explore มาแต่ซึ่ง explore บางที่ main on เคยในที่ใครยังในแบบชีมัน explore vậy đấy cứ dương đặt ca ca tay bao nhiêu cứ dương mình nên scope ngày chạy lệ từ ta mấy cái rule of engagement bao nhiêu đó mình ha tam rule of engagement bao nhiêu mình ngày chạy lệ trong các fan tay nó nát mình phơi mà ngày ở bàn này này nè thì chẳng យើងមានច្រើនទៀតណាក្នុងការតែអញ្ចឹងអ្នកខ្ញុំអាចតែក្នុង lab បានណាឆ្លប់បច្ចេកវិទ្យាវាមិនអាចតែគ្នាយើងអញ្ចឹងទៅ hack យកហ្មងទៅពីការរៀនរបស់យើងរបៀបតែហារឿង hack បានហ្នឹងគឺអាស្រ័យទៅលើបទពិសោធន៍យើងការចំណាយពេលរបស់យើងនេះពេលខ្លះចំណាយម៉ោងទៅរកឃើញបាត់ក៏ vulnerability ទៅខ្លះទៀតមួយអាទិត្យមួយខែមួយឆ្នាំនេះទៅណាមិនមែនជាងាយស្រួលទេ ok អញ្ចឹងវាមាន option ច្រើនទៀតយើងអាចចាំតែមើល document ហើយធ្វើឡើងឬគឺយើងអាច practice បានណាអូខេអញ្ចឹងចំពោះ unmap នេះគឺជាបង្ហាញតែប៉ុណ្ណឹងទេថ្ងៃហ្នឹងរបៀប flow អត់គ្នាយើងប្រើហើយ practice បន្ថែមធ្វើ lab ទៀតយើងអាចយកវាទៅតេស្តទាំងការធ្វើ lab ធ្វើ pen test លើ river website ក៏បានដែរណាប៉ុន្តែតែเราទំនួល photo ដូចថាអញ្ចឹងបើសិនជាគេមាន IOC team សម្រាប់អង្គុយមើល log គឺគេដឹងថាគេអ្នក scan ដោយសារគេចាប់តាម public IP ហើយវាដែរ public IP មិនចាប់ location បានអញ្ចឹងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វាណាប្រើប្រាស់ដោយទំនួល photo ហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងណាគឺយើងណាអូខេអរគុណចាំជួយ like ទាំងអស់គ្នា